និយាយពីបញ្ហាហូបទឹកតើយើងគួរតែហូបទឹកប្រភេទណាហើយយើងត្រូវការទឹកចំនួនប្រមាណលីត្រក្នុងរាងកាយរបស់យើងហើយក្នុងរាងកាយរបស់យើងតែមួយហ្នឹងយើងត្រូវយកស្វែងយល់ថាតើចំនួនមានទឹកប្រមាណ%ក្នុងរាងកាយរបស់យើងនេះគឺជាចំណែកមួយដែលយើងចាំបាច់ត្រូវការដឹងហើយបងប្អូនមួយចំនួនក៏ត្រូវបានសួរមែនតើតើតើការហូបទឹកនេះសម្រាប់ខ្លួនខ្ញុំផ្ទាល់ពេលខ្លះខ្ញុំអត់បានដឹងដែរបាទខ្ញុំទើបតែដឹងរយៈពេលថ្មីនៅពេលដែលខ្ញុំរៀនពីចំណីអាហារបាទការថាកម្មវិធីចំណីអាហារទើបយើងដឹងថារាងកាយរបស់យើងមានទឹកចំនួនប្រមាណ%ហើយយើងត្រូវការហូបទឹកប្រមាណ%សម្រាប់បុរសប្រមាណ%សម្រាប់ស្ត្រីហើយទឹកដែលយើងគួរហូបហ្នឹងតើយើងគួរហូបទឹកប្រភេទណានោះគឺជារឿងដែលសំខាន់អញ្ចឹងហើយបានក្នុងរយៈពេលថ្មីនេះមានបងប្អូនយើងមួយចំនួនក៏សួរខ្ញុំតាក់ទងនឹងបញ្ហានៃការហូបទឹកហើយជាពិសេសគឺប្រភេទទឹកបាទខ្ញុំសូមលើកយកទឹកអូកូលីនបាទទឹកអូកូលីនអញ្ចឹងមុននឹងទៅដល់ការហូបទឹកគឺខ្ញុំសូមណែនាំពីប្រភពនៃការដែលយើងចម្រាញ់ទឹកនេះអញ្ចឹងទឹកអូកូលីនគឺមានប្រភពដើមនៅក្នុងបាទទឹកដីខេត្តសៀមរាបហើយនិងទឹកដីនៅខេត្តព្រះវិហារក្នុងពេលឥឡូវនេះអញ្ចឹងបងប្អូនដឹងហើយភ្នំកូលីនគឺជាទឹកដីដែលអច្ឆរិយៈទឹកដីស័ក្តិសិទ្ធិបាទហើយនៅតំបន់នោះគឺជាតំបន់ដែលមិនមានការធ្វើកសិកម្មទេបាទគឺជាតំបន់អភិរក្សហើយអ្នកដែលមករុករកគឺជាជនជាតិបារាំងដែលរុករកនៅឃើញពីប្រភពទឹកដែលក្នុងជម្រៅដីដ៏ជ្រៅបាទអញ្ចឹងយើងដឹងថាទឹករ៉ែគឺជារ៉ែដែលនៅក្នុងស្រទាប់ថ្មបាទអញ្ចឹងទឹករ៉ែដែលល្អគឺនៅក្នុងតំបន់ដែលនៅស្រទាប់ថ្មគឺជាតំបន់ដែលមិនមែនជាតំបន់កសិកម្មគឺជាតំបន់នៃអភិរក្សអញ្ចឹងយើងដឹងហើយថានៅក្នុងភ្នំកូលីនគឺជាតំបន់នៃអភិរក្សបាទឥឡូវនេះយើងបន្ថែមរោងចក្រមួយទៀតនៅខាងកោះកេរនៅខាងភូមិបាទសយ៉ងខេត្តព្រះវិហារមូលហេតុនេះមកយើងត្រូវការតម្លើងរោងចក្រខេត្តមួយទៀតដោយសារតែការគ្រប់គ្រងគោលបំណងគឺយើងធ្វើម៉េចដើម្បីគ្រប់គ្រងបាទទឹកដើម្បីដល់ប្រជាជនកម្ពុជាអញ្ចឹងយើងកលេចមកវិញរាងកាយរបស់យើងទាំងមូលគឺសារជាតិរាវនេះសារជាតិទឹកនេះប្រហែលជា60%ក្នុងនោះគឺប្រហែលជា20%ទៅលើសម្លឬក៏គេហៅថាដូចជាស៊ុបដូចអីដែលយើងហូបគេហៅថាម្ហូបអាហារដែលមានសារជាតិទឹកអញ្ចឹងយើងគិតថាប្រហែលជា20%អញ្ចឹងនៅសល់40%ទៀតគឺទឹកសុទ្ធដែលយើងហូបចូលអញ្ចឹងនៅពេលដែលយើងមានការហូបទឹកមិនគ្រប់គ្រាន់តែមានបញ្ហាអីកើតឡើងតែទៅជាមួយការហូបទឹកមិនគ្រប់គ្រាន់អាចសញ្ញាទី1គឺឲ្យយើងស្ងួតកស្បែករបស់យើងស្ងួតធ្វើឲ្យភ្នែករបស់យើងអាចនឹងបន្ថយការមើលឃើញខួរក្បាលរបស់យើងអាចនឹងធ្វើឲ្យខួរក្បាលរបស់យើងក្តៅឬមួយក៏សុខភាពខួរក្បាលរបស់យើងអត់សូវល្អហើយសំខាន់មួយទៀតគឺតើតើនឹងបញ្ហារលាកផ្លោកនោមនេះគឺជារឿងដែលសំខាន់មួយវិញទៀតតើតើនឹងប្រព័ន្ធរំលាយអាហារធ្វើឲ្យការបន្ទោបង់មានការលំបាកឬដែលយើងហៅថាទល់លាមកអញ្ចឹងសរុបមកវិញទី1អាចរលាកផ្លោកនោមទល់លាមកស្បែកស្ងួតអាសារលាកពងកសុខភាពខួរក្បាលរបស់យើងអត់សូវល្អហើយភ្នែករបស់យើងក៏មិនសូវបានមើលភ្លឺច្បាស់ល្អហើយរាងកាយរបស់យើងទាំងមូលគឺមានភាពទ្រុឌទ្រោមអញ្ចឹងសំណួរសួរថាហេតុអីបានធ្វើឲ្យរាងកាយរបស់យើងទ្រុឌទ្រោមយើងត្រូវការសុខភាពល្អពាក្យថាអត្តន័យនៃសុខភាពល្អបានន័យថាមិនមែនគ្រាន់តែអត់ឈឺទេអត្តន័យនៃសុខភាពល្អមិនមែនថាតើយើងអត់ឈឺយើងមិនមែនហៅថាសុខភាពល្អទេសុខភាពល្អបានន័យថាការហូបការសម្រាកការហាត់ប្រាណបូកនឹងសកម្មភាពរបស់យើងអញ្ចឹងឧទាហរណ៍ខ្ញុំអត់ឈឺអីសោះតែរាងកាយរបស់ខ្ញុំមានអារម្មណ៍ថាខ្សោះហើយការដែលបបាក់បាត់ជើងពេលខ្លះមិនមែនហៅជាជំងឺទេតើតែការបាត់ជើងមកជាមានឬដូរបាក់នឹងមិនទៅជាជំងឺតែគ្រាន់តែ2 3ថ្ងៃបាត់ជើងម្ដងឬ3 4ថ្ងៃបាត់ជើងម្ដងអានោះមិនតជាជំងឺទេតែបើសិនយើងនៅអនុវត្តបែបនោះជាដដែលថ្ងៃណាមួយយើងនឹងខ្លាចទៅជាជំងឺគឺជំងឺទល់លាមកបាទហើយការដែលយើងបបាក់បាត់ជើងតូចឬក៏បបាក់នោមនេះទឹកនោមយើងឡើងលឿងឡើងក្រហមនេះដំបូងវាអត់ទៅជាឈឺទេនៅពេលដំណាក់កាលណាមួយនៅពេលវារលាកផ្លោកនោមហើយវាទៅជាជំងឺរលាកផ្លោកនោមនោះគឺពិបាកក្នុងការព្យាបាលអញ្ចឹងហើយបទពិសោធន៍របស់ខ្ញុំចង់ចែករំលែកពុកម៉ែបងប្អូនថានៅក្នុងឯកសារក៏បាននិយាយដែរគឺមនុស្សប្រុសពេញវ័យគឺត្រូវការទឹកចន្លោះពី3លីត្រទៅ3លីត្រកន្លះមនុស្សស្រីពេញវ័យគឺចន្លោះពី2លីត្រទៅ2លីត្រកន្លះអញ្ចឹងពាក្យថាពេញវ័យគឺអាយុពី10ឆ្នាំឡើងទៅមិនថាមិនសំដៅទៅលើតែពេញកំមុំឬក៏ពេញកន្លោះទេពេញវ័យចាប់អាយុ10ឆ្នាំ14 15ឆ្នាំឡើងទៅតែការហូបទឹកហើយអញ្ចឹងទឹកគឺសំខាន់មែនទែនហើយបើសិនតែយើងធ្វើការនៅកន្លែងក្តៅទៀតស្បែករបស់យើងស្ងួតកណ្ដាលស្បែករបស់យើងស្ងួតយើងប្រឈមនឹងបញ្ហាឆាប់ចាស់អញ្ចឹងដល់ពេលយើងឆាប់ចាស់យើងចាប់ដើមអត់សុបាយចិត្តដោយសារយើងចាស់អញ្ចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែករំលែកតាក់ទងជាមួយនឹងសារជាតិទឹកដែលនៅក្នុងរាងកាយរបស់យើងទី1ទី2ខ្ញុំចង់ចែករំលែកតាក់ទងមួយបញ្ហាទឹកនៅអូកាលីនរបស់យើងនេះអញ្ចឹងពុកម៉ែបងប្អូនអាចមើលនៅក្នុងសបកដបនេះបាទក្នុងសបកដបនេះណាបាទអញ្ចឹងបើនិយាយពីទឹកអូកាលីនគឺមានសារជាតិរ៉ែរហូតដល់7ទី1តាក់ទងជាមួយនឹងម៉ាញ៉េស្យូមពីរតាក់ទងជាមួយនឹងកាល់ស្យូមប៊ីកាបូណាតសូដ្យូមប៉ូតាស្យូមហ្វ្លុយអស៊ីលីកាហើយកម្រិត pH គឺ 7.32 គឺធ្វើឲ្យកម្រិតមួយគេហៅថាសមតុល្យហើយនៅក្នុងរាងកាយរបស់យើងតាមពិតរាងកាយរបស់យើងគឺ smart រាងកាយរបស់យើងអូតូម៉ាទិកបានន័យថាពេលដែលខ្វះជាតិទឹកមុននឹងឈឺគឺវាឲ្យសញ្ញាឲ្យយើងទី1គឺយើងស្ងួតកបាទទី1ទី2ស្បែករបស់យើងចាប់ដើមមានអារម្មណ៍ថាស្ងួតបាទហើយពេលខ្លះយើងនោមមកមានអារម្មណ៍ថាក្តៅឈួលអញ្ចឹងយើងចាំបាច់ត្រូវការហូបទឹកហើយអញ្ចឹងខ្ញុំលើកយករ៉ែ2ដែលចាំបាច់ក្នុងរាងកាយរបស់យើងគឺទី1តាក់ទងជាមួយនឹងប៉ូតាស្យូមទី2តាក់ទងជាមួយនឹងប៊ីកាបូណាតអញ្ចឹងប៉ូតាស្យូមយើងដឹងហើយថាប៉ូតាស្យូមគឺជាសារជាតិរាវនៅក្នុងរ៉ែហើយនៅក្នុងថ្នាំពេទ្យក៏មានដែរប៉ូតាស្យូមគឺញ៉ាំដើម្បីអីនៅពេលដែលយើងខ្វះប៉ូតាស្យូម
ទីមួយធ្វើឲ្យសម្ពាធឈាមយើងមានបញ្ហាដំណើរបញ្ហាកលៀនរបស់យើងក៏មិនសូវជាការល្អប្រហែលហើយអុកស៊ីហ្សែនក្នុងខួរក្បាលរបស់យើងក៏ខ្វះដូចខ្ញុំបាននិយាយមិញនៅពេលដែលយើងខ្វះជាតិទឹកគឺអុកស៊ីហ្សែនរបស់យើងគឺមានការថយចុះអញ្ចឹងសារជាតិប៉ូតាស្យូមជួយសម្រួលទៅដល់ប្រព័ន្ធសម្ពាធឈាមរបស់យើងទី2ធ្វើឲ្យតម្រងនោមរបស់យើងធ្វើការបានល្អសំខាន់បំផុតគឺបង្កើតអុកស៊ីហ្សែននៅក្នុងសរសៃឈាមអញ្ចឹងសំណួរសួរទៅវិញថាបើសិនយើងខ្វះអុកស៊ីហ្សែនក្នុងសរសៃឈាមទី1ទី2កលៀនរបស់យើងធ្វើការអត់សូវបានល្អសម្ពាធឈាមរបស់យើងមានបញ្ហាពេលខ្លះសម្ពាធឈាមឡើងចុះសម្ពាធឈាមប្រែប្រួលរាងកាយរបស់យើងក៏ប្រែប្រួលតាមនោះដូចគ្នាអញ្ចឹងគ្រាន់តែញ៉ាំទឹកដែលមានជាតិប៉ូតាស្យូមនេះវាជួយឲ្យវីតាមីន K បាទប៉ូតាស្យូមឬវីតាមីន K ហ្នឹងវាជួយធ្វើឲ្យរាងកាយរបស់យើងចាប់ដើមវិលត្រឡប់មកល្អទី2តាក់ទងជាមួយនឹង B កាបូណាត B កាបូណាតគឺសារជាតិរ៉ែដែលជួយទ្រទ្រង់ជាពិសេសគឺបម្រើទៅលើបញ្ហាពោះវៀនរបស់យើងឬក៏ប្រព័ន្ធរំលាយអាហារអញ្ចឹងនៅពេលដែលយើងមានសារជាតិ B កាបូណាតគ្រប់គ្រាន់អញ្ចឹងការរំលាយអាហាររបស់យើងឬការបន្តបងឬក៏ការគ្រប់គ្រងរបបអាហារការគ្រប់គ្រងពោះវៀនរបស់យើងតែទៅនឹងអាហារកាកសំណល់នេះវាបានល្អអញ្ចឹងបានល្អនឹងសំដៅទៅម៉េចបានន័យថាការពារយើងកុំឲ្យរាកការពារយើងកុំឲ្យក្តៀនហើយជួយឲ្យការរំលាយអាហារបានល្អឃើញទេការពារយើងកុំឲ្យរាកបងប្អូនខ្លះសាររាកមែនតើដោយសារតែខ្វះសារជាតិរ៉ែ B កាបូណាតបងប្អូនខ្លះដោយសារគាត់ញ៉ាំបន្លែគ្រប់គ្រាន់គាត់ខ្វះសារជាតិ B កាបូណាតអញ្ចឹងបើសិនគាត់ញ៉ាំទឹកគ្រប់គ្រាន់ក៏ជាចំណែកមួយជួយដល់រាងកាយរបស់គាត់ដើម្បីធ្វើឲ្យពោះវៀនរបស់គាត់ធ្វើការបានល្អអត់ឲ្យមានបញ្ហាទល់លាមកបាទហើយមួយទៀតតើតើនឹងបញ្ហាដែលយើងការរំលាយអាហារវាមិនសូវបានល្អនោះគឺជាចំណែកមួយអញ្ចឹងនៅពេលដែលយើងញ៉ាំតាក់ទងជាមួយនឹង B កាបូណាតតាក់ទងនឹងប៉ូតាស្យូមបើយើងប្រើថ្នាំពេទ្យវាអាចនឹងតែការចំណាយលុយច្រើនបាទអញ្ចឹងបើសិនយើងញ៉ាំទឹកយើងមិនត្រឹមតែញ៉ាំទឹកដើម្បីជួយការពាររាងកាយយើងកុំឲ្យបំបត្តិការស្រេកទេការញ៉ាំទឹកនេះគឺដើម្បីជួយទ្រទ្រង់រាងកាយរបស់យើងការពាររាងកាយរបស់យើងហើយនៅក្នុងទឹករ៉ែអូកាឡេននេះគឺជារ៉ែបែបធម្មជាតិបាទពីខ្ញុំទៅវិញខ្ញុំចង់ចែករំលែកហើយខ្ញុំសូមប្រើពាក្យមួយនេះសម្រាប់ខ្លួនខ្ញុំឯណាខ្ញុំមានមោទនភាពដែលទឹករ៉ែធម្មជាតិនៅក្នុងទឹកដីអច្ឆរិយៈរបស់យើងជាពិសេសគឺភ្នំកាឡេនហើយនឹងកោះកេរគឺជាទឹកដីអច្ឆរិយៈហើយគឺជាកន្លែងដែលអភិរក្សមិនមានការធ្វើកសិកម្មបងប្អូនបានន័យថាម៉េចបើសិនយើងធ្វើកសិកម្មបានថាយើងមានការប្រើជីអញ្ចឹងជីមួយចំនួនគឺជាជីគីមីអញ្ចឹងកាលណាយើងប្រើជីគីមីអញ្ចឹងអាចជំរាបទឹកដែលជីគីមីដែលវាជ្រាបចូលទៅក្នុងនោះវាអាចនឹងប៉ះពាល់នៅពេលដែលយើងយកមកហូបបាទអញ្ចឹងបើសិនជាយើងគិតពីរឿងអត្ថប្រយោជន៍គិតទៅដល់សុខភាពយូរអង្វែងរបស់យើងខ្ញុំគិតថាការជ្រើសរើសទឹកកូរ៉េនគឺជាភាពវៃឆ្លាតដោយសារតែយើងត្រូវការទឹករ៉ែជារ៉ែបែបធម្មជាតិហើយរ៉ែបែបធម្មជាតិនឹងសំណួរសួរថាមាននៅទីកន្លែងណាខ្លះអញ្ចឹងហើយបានខ្ញុំតែងតែនិយាយពីរឿងអូកាឡេនសូម្បីតែចៅខ្ញុំក៏ហូបអូកាឡេនក្រុមគ្រួសាររបស់ខ្ញុំក៏ហូបអូកាឡេនបាទហើយមួយទៀតនៅពេលដែលខ្ញុំហូបអូកាឡេនអ្វីដែលខ្ញុំទទួលបានគឺសុខភាពរបស់ខ្ញុំល្អការបាត់ដៃបាត់ជើងរបស់យើងមានការទៀងទាត់ហើយយើងញ៉ាំចំណីមួយចំនួនអត់ធ្វើឲ្យយើងឈឺពោះរាកទេដែលខុសកាលពីមុននៅពេលដែលយើងអត់បានញ៉ាំសារជាតិរ៉ែទាំងអស់នោះពេលខ្លះយើងបាក់បាត់ជើងពេលខ្លះធ្វើឲ្យយើងសាររាកពេលខ្លះសារលាមពងកពេលខ្លះមានអារម្មណ៍ថាយើងសារឈឺក្បាលយើង stress អញ្ចឹងគ្រាន់តែសារជាតិរ៉ែប៉ូតាស្យូមហើយនឹង B កាបូណាតនេះវាជួយគ្រប់គ្រង stress របស់យើងបានទៀតអញ្ចឹងបើសិនជាពោះវៀនរបស់យើងធ្វើការបានល្អគួរក្បាលរបស់យើងធ្វើការបានល្អសម្ពាធឈាមយើងល្អអុកស៊ីហ្សែនគ្រប់គ្រាន់ក្នុងខ្សែឈាមនោះហើយគឺជាសេចក្តីសុខរបស់យើងអញ្ចឹងវិលត្រឡប់មកវិញបងប្អូនស្ត្រីបាទគឺ2លីត្រទៅ2លីត្រខ្លះក្នុងមួយថ្ងៃបងប្អូនប្រុស3លីត្រទៅ3លីត្រខ្លះក្នុងករណីបើសិនជាយើងធ្វើការងារហត់ឬក៏ធ្វើការងារហាលថ្ងៃហើយជាយើងញាក់លេងកីឡាអាចនឹងបន្ថែមទឹកឲ្យច្រើនជាងនឹងទៀតហើយទឹកដែលគ្រប់គ្រាន់គឺទឹកនោមរបស់យើងថ្លាបាទអញ្ចឹងបើសិនទឹកនោមយើងថ្លាបានន័យថាទឹកក្នុងខ្លួនរបស់យើងគ្រប់គ្រាន់ហើយអញ្ចឹងពីខ្ញុំទៅវិញដែលបងប្អូនសួរថាហូបទឹកហ្នឹងហូបទឹកអីអញ្ចឹងខ្ញុំសូមណែនាំគឺអូកូឡេនគឺជាទឹករ៉ែធម្មជាតិបាទនៅក្នុងទឹកដីអច្ឆរិយៈរបស់យើងគឺនៅភ្នំកូឡេនហើយនៅកោះកេរអញ្ចឹងបងប្អូនទៅសិក្សាបន្ថែមទៀតទៅពីប្រភពទឹកទាំងអស់នោះហើយទឹកនោះមិនមែនជាទឹកនៅក្នុងស្រទាប់ដីអាលើទេគឺស្រទាប់រ៉ែនៅក្នុងជម្រៅជ្រៅបាទក្រោមតំបន់ថ្មទាំងអស់នោះបាទអញ្ចឹងពីខ្ញុំសង្ឃឹមថាយើងរួមចំណែកជួយគ្នាទៅវិញទៅមកហើយមួយទៀតក៏មុននឹងនេះដែរខ្ញុំចង់ចែករំលែកថាបងប្អូនទិញទឹកនេះក៏ជាចំណែកមួយជួយទៅដល់បរិស្ថានរបស់យើងព្រោះឯក្រុមហ៊ុនអូកាឡេនបានតាមដើមឈើនៅខាងតំបន់នោះជាង 100000 ដើមហើយគឺយើងមានការជួយទៅដល់ក្មេងៗនៅទីនោះយើងបង្កើតជាសាលារៀនតែក្មេងៗនៅទីនោះគាត់អាចចូលរៀនដោយមិនមានការគិតលុយទេគឺគោលបំណងគឺយើងទី1គឺថែរក្សាបរិស្ថានទី2គឺយើងថាបណ្ដុះធនធានមនុស្សអញ្ចឹងធនធានមនុស្សក៏យើងត្រូវការបរិស្ថានក៏យើងត្រូវការអញ្ចឹងយើងរក្សាបរិស្ថានដើម្បីឲ្យបរិស្ថានចិញ្ចឹមយើងវិញអញ្ចឹងយើងចិញ្ចឹមដល់ធនធានមនុស្សយើងជួយដល់ធនធានមនុស្សអញ្ចឹងធនធានមនុស្សទាំងអស់កូនទាំងអស់នោះហើយក្រោយទៅគាត់គឺជាថាកម្លាំងគឺជាធម៌ពលដែលជួយទ្រទ្រង់និងធ្វើឲ្យប្រទេសជាតិរបស់យើងរីកចម្រើនអញ្ចឹងពីខ្ញុំដុកទ័រគីមជូនពរនឹងការណែនាំដល់បងប្អូនកូឡេនគឺជាជំរឿនដែលល្អទឹករ៉ែធម្មជាតិបាទនៅក្នុងទឹកដីអច្ឆរិយៈរបស់យើងបាទអរគុណជម្រាបលា